ចំណីអាហារ3យ៉ាងដែលអ្នកជំងឺមានឈាមកកក្នុងខួរក្បាលគួរបរិភោគនិងមិនគួរបរិភោគបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញអំពីចំណីអាហារ3យ៉ាងដែលអ្នកជំងឺមានឈាមកកក្នុងខួរក្បាលគួរបរិភោគនិងមិនគួរបរិភោគចំពោះចំណីអាហារដែលគាត់មិនគួរបរិភោគទី1គឺប្រភេទភេសជ្ជៈដែលមានជាតិស្ករផ្អែមខ្លាំងពេកមិនគួរបរិភោគទេទី2គឺចំណីអាហារណាដែលប្រើ cheese ឬក៏ប៊ឺច្រើនពេកទី3គឺស្រារីឯចំណីអាហារដែលអ្នកជំងឺគួរតែបរិភោគទី1ប្រភេទអាហារជាតិសាច់ត្រីល្អជាងគេបន្ទាប់មកគឺធុងមាន់ប្រភេទអាហារទី2គឺប្រភេទផ្លែឈើ strawberry ល្អជាងគេបន្ទាប់មកផ្លែប៊ឺរីឯចំណីអាហារទី3គឺគ្រាប់ធញ្ញជាតិចំណីអាហារទាំង3នេះគឺវាសម្បូរដោយសារធាតុ omega 3 ប្រូតេអ៊ីន ម៉ាញ៉េស្យូម zinc វីតាមីន D ដែលវាជួយទ្រទ្រង់មុខងារខួរក្បាលឲ្យបានល្អនិងជំរុញឲ្យឈាមទៅចិញ្ចឹមខួរក្បាលឲ្យបានប្រសើរជាងមុន